តោះឆ្នាំនេះនាំគ្នាទៅសម្រៀបអមទុក3ថ្ងៃនៅសម្រៀបមានកម្មវិធីប្រណាំងទូកល្ខោនបាសាក់ប្រដាល់គុនខ្មែរនិងកម្មវិធីជាច្រើនទៀតនៅតាមបណ្ដាដងស្ទឹងនៅថ្ងៃទី24ខែតុលាឆ្នាំ2025នេះរដ្ឋបាលខេត្តសៀមរាបបានជួនដំណឹងថារដ្ឋបាលខេត្តបានសហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាបនឹងរៀបចំកម្មវិធីមួយចំនួននៃឱកាសពិធីបុណ្យទូកបណ្ដែតប្រទេសនិងសំពះព្រះខែអបអរឆ្នាំ2025ដែលប្រព្រឹត្តទៅនៅថ្ងៃទី4បានដល់ថ្ងៃទី6ខែវិច្ឆិកាឆ្នាំ2025នៅសួនច្បារព្រះរាជដំណាក់និងតាមបណ្ដាដងស្ទឹងសៀមរាបដូច្នេះសូមមហាជនទាំងទឹកទាំងឆ្ងាយទៅចូលរួមឲ្យបានតើ